នេះយើងកំពុងតែតេស្តប្រេងប្រាំងឃើញខៀវបើនេះថាប្រេងហ្នឹងល្អហើយនេះក្រហមមិនណាប្រេងប្រាំងហ្នឹងខូចអីហើយយើងធ្វើការផ្លាស់ប្ដូរដល់បងប្អូនដែលយើងប្រើប្រេងប្រាំង Word .4 យើងមកដូរឲ្យបងប្អូនទាំងអស់គ្នាហើយនៅពេលដែលយើងដូរហ្នឹងគឺយើងប្រើម៉ាស៊ីនយើងប្រើសម្ពាធខ្យល់ហ្នឹងវារុញពីកំប៉ុងប្រេងប្រាំងខាងលើមកហើយយើងបធូរក្បាលក្រេះខាងក្រោមតាមកង់ទាំង4ហ្នឹងគឺយើងបធូរក្បាលក្រេះហើយវាហូរអាប្រេងចាស់ដែលនៅក្នុងហ្នឹងគឺហូរចេញមករហូតតទៅថាប្រេងហ្នឹងវាឡើងសបានយើងប្រឈប់អញ្ចឹងយើងធ្វើរបៀបអញ្ចឹងទាំង4កង់ទាំងអស់អញ្ចឹងទៅនៅពេលដែលយើងប្រហូរហ្នឹងចឹងអាប្រេងថ្មីហ្នឹងវារុញចូលមកហើយចឹងអាប្រេងចាស់គឺវាបញ្ចេញមកវិញអញ្ចឹងយើងធ្វើពីកង់ខាងមុខហ្នឹងហើយកង់ខាងមុខវិលជុំរហូតដល់កង់ទី4វិញយើងប្រហូររបៀបហ្នឹងរហូតតទៅប្រេងប្រាំងហ្នឹងវាឡើងសឡើងស្អាតដូចដើមណាឡើងថ្មីហ្មងអាហ្នឹងបើយើងប្រឈប់វានិយាយអញ្ចឹងបងប្អូនឃើញនៅក្នុងកំប៉ុងហ្នឹងប្រេងឡើងខ្មៅហ្មងអញ្ចឹងដើម្បីថែរក្សាឡានបងប្អូនជាពិសេសគឺ ABS គឺយើងដូរប្រេងប្រាំងទៅគឺ ABS របស់យើងគឺប្រើបានយូរហើយរថយន្តព្រុសប្រើប្រព័ន្ធ ABS ហ្នឹងគឺបងប្អូនអាសាឆែកមើលប្រេងប្រាំងផងនៅពេលទៅតាមយានដ្ឋានផ្សេងគាត់មានប៊ិចតេស្តហ្នឹងឲ្យគាត់តេស្តមើលទៅបើសិនវាឡើងក្រហមហើយយើងគួរតែផ្លាស់ប្ដូរហើយចាអរគុណ